Hello សួស្តីទាំងអស់គ្នាកាន់ជួបគ្នាយូរហ្នឹងហើយថ្ងៃនេះខ្ញុំមានវីដេអូមួយទាក់ទងជាមួយនឹងការប្រើប្រាស់ AutoCAD ខ្ញុំមិនដឹងថាពីមុនបងប្អូនធ្លាប់រាប់ទាក់ទងជាមួយនឹងប្រភេទDynamic Block ដែលយើងធ្វើវាជាប្រភេទVisibility មានន័យម៉េចគឺបែបនេះឧទាហរណ៍ថាឥឡូវ block នេះខ្ញុំចងមួយប៉ុន្តែខ្ញុំអាចដាក់ block ជាច្រើននៅក្នុងនឹងបានប្រែប្រួលទៅតាមអ្វីដែលខ្ញុំចង់ដូរអញ្ចឹងអាហ្នឹងជាប្រភេទ block visibility ហើយក្នុងនោះដែរបើសិនជាបងប្អូនចង់រាប់វាប្រហែលជាអាចពិបាករាប់បន្តិចដោយសារនេះជាប្រភេទ block រួមមួយដែលមានឈ្មោះថា PVC fitting កាលនេះដូចគ្នាជា block មួយដែលមានឈ្មោះថា downline ហើយវាអញ្ចឹងទៅបើសិនជាឧទាហរណ៍យើងគូ drawing មកពេញហ្មងអញ្ចឹងបើសិនជាចង់រាប់បរិមាណអាចពិបាកបន្តិចឧទាហរណ៍ថាឥឡូវជាក់ស្ដែងចេះខ្ញុំអាច select ពីលើអញ្ចឹងបានខ្ញុំអាចឃើញដល់ចំនួនថា total 12ប៉ុន្តែខ្ញុំមិនដឹងថា10វ៉ាត់មានប៉ុន្មាន8វ៉ាត់មានប៉ុន្មាន12វ៉ាត់មានប៉ុន្មានទេខ្ញុំមិនដឹងទេជាក់ស្ដែងដូចគ្នាខាង PVC fitting នេះដូចគ្នាឧទាហរណ៍ថាឥឡូវអញ្ចឹងយើងគូនៅលើ drawing យើងអញ្ចឹងហើយស្រាប់ខ្ញុំ select ទៅខ្ញុំអាចដឹងចំនួនសរុប20ប៉ុន្តែខ្ញុំមិនដឹងថា1វ៉េប្រមាណ2វ៉េត្រង់ប្រមាណ2វ៉េកែងប្រមាណ3វ៉េ4វ៉េប្រមាណគ្រាប់ខ្ញុំអត់ដឹងទេហើយក្នុងនោះដែរខ្ញុំបានបង្កើតកម្មវិធីចំនួនមួយដើម្បី support ការងារហ្នឹងដែលយើងអាចរាប់ចំនួនចេញជាតារាងហើយបន្ទាប់មកទៀតវានឹងប្រាប់ទំហំប្រាប់ប្រភេទឈ្មោះតាម visibility របស់យើងមានន័យថាវានឹងប្រាប់ឈ្មោះតាមរយៈ8វ៉ាត់10វ៉ាត់និង210វ៉ាត់ប្រមាណគ្រាប់នៅក្នុងម៉ូត្រូវិញហ្នឹងតាមអ្វីដែលយើង count ហើយនេះដូចគ្នាវានឹងប្រាប់ហើយមុននឹងឈានដល់ហ្នឹងដែរខ្ញុំចង់ណែនាំបងប្អូនទាក់ទងជាមួយនឹង group ហើយ channel មួយចំនួនដែលបងប្អូនអាចចូលបានវា free ទេនេះគឺជា group engineering knowledge បងប្អូនអាចចូលបានតាមរយៈការ scan នេះហើយមួយទៀតជា group ការងារបងប្អូនអាចចូលបានដូចគ្នាតាមរយៈ channel ការ scan QR code នេះហើយ group មួយទៀតសម្រាប់ material MVP material បងប្អូនក៏អាចចូលបានដូចគ្នាតាមរយៈ QR code នេះហើយមួយទៀតនោះគឺ group សម្រាប់ស្វែងរកកម្លាំងពលកម្មដែលយើងអាចថា support ក្នុងរយៈពេលខ្លីចឹងទៅហើយចុងក្រោយសំខាន់ជាងគេនោះគឺសូមបងប្អូនជួយ subscribe channel YouTube ខ្ញុំអ្នកមួយដើម្បីជាកម្លាំងចិត្តហើយវីដេអូហ្នឹងនឹងឲ្យទាំង plug in ឲ្យទាំងពីរបៀបធ្វើពេលដែល YouTube របស់ខ្ញុំហ្នឹងមានអ្នក subscribe 4.1k មានន័យថា4100 subscriber អូខេតែឥឡូវវាបាន4076ខ្វះ30-40នាក់ទៀតទេចឹងកុំឲ្យខាត់ពេលយូរតោះទៅមើលអ្វីដែលយើងចង់បានទាំងអស់គ្នាឥឡូវខ្ញុំបានតេស្តរួចហើយខ្ញុំបានបង្កើតវារួចហើយខ្ញុំបានតេស្តគឺវាជោគជ័យហើយចឹងមានន័យថាបើសិនជាខ្ញុំចង់រាប់visibility ហ្នឹងខ្ញុំគ្រាន់តែចុច count វា count ដែលខ្ញុំបានបង្កើតជាកម្មវិធីជំនួយឬក៏យើងហៅថា plug in ហ្នឹងបន្ទាប់មកយើង select ទៅលើ item ដែលយើងចង់រាប់ហ្នឹងsorry មែនរៀង error តិចអ្វីដែលយើងរាប់បាននេះគឺជា item schedule របស់យើងមានន័យថា material schedule របស់យើងវាមាន downline វាមានភាពងាយស្រួលចឹងវាពិបាកជា hit តាម block នីមួយៗហើយតាម visibility មានន័យថាខ្ញុំនេះខ្ញុំ count វារាប់ចំនួនឲ្យប្រភេទ downline មានប្រភេទ10វ៉ាត់4គ្រាប់sorry 8វ៉ាត់4គ្រាប់12វ៉ាត់4គ្រាប់និង8វ៉ាត់4គ្រាប់ចំណែក PVC fitting វិញយើងមើលនឹងផ្នែកជាក់ស្ដែងមួយ way របស់យើងមាន4ដូចគ្នា2 way straight មាន4 2 way elbow 90មាន4 3 way មាន4 4 way មាន4អញ្ចឹងខ្ញុំគិតថាការ support នេះពិតជាស្រួលមែនតើកម្មវិធីជំនួយនេះពិតជាស្រួលមែនតើហើយខ្ញុំនឹងតម្លាក់ជូនបងប្អូនទាំងអស់គ្នានៅពេលដែល channel របស់ខ្ញុំមានអ្នក subscriber 4100អញ្ចឹងបងប្អូនជួយ support ម្នាក់មួយទៅអូខេអរគុណច្រើនជួបគ្នានៅពេលដែល channel របស់ខ្ញុំគ្រប់ target អរគុណច្រើន